ទិវារំលឹកគុណមេដាបៃតានៅអនុវិទ្យាល័យស្រយ៉ង់ក្លាយជាស្ពានផ្សារភ្ជាប់បេះដូងកូនៗនិងឪពុកម្ដាយគម្រោងយើងរួមគ្នានៃអង្គការអត្រាសហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារអាជ្ញាធរឃុំស្រយ៉ង់និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយ៉ង់ឃុំស្រយ៉ង់ស្រុកគូលែនបានរៀបចំទិវារំលឹកគុណលោកឪពុកអ្នកម្ដាយបំផុសស្មារតីកូនជាយុវសិស្សឲ្យចេះដឹងគុណនិងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2026ក្រោមអធិបតីភាពលោកព្រឹបរនក្រុមប្រឹក្សាឃុំស្រយ៉ង់ដោយមានការចូលរួមពីលោករដ្ឋរមនីប្រធានគម្រោងយើងរួមគ្នានៃអង្គការអត្រាប្រចាំខេត្តព្រះវិហារកំពង់ធំនិងស្ទឹងត្រែងអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូមេដាបៃតានិងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករក្នុងឱកាសនោះលោករដ្ឋរមនីបានបញ្ជាក់ឲ្យដឹងថាការប្រារព្ធទិវាគុណឪពុកម្ដាយនេះឡើងដើម្បីលើកទឹកចិត្តដល់ឪពុកម្ដាយដែលបានផ្ដល់នូវក្ដីស្រឡាញ់តស៊ូលះបង់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនផ្ដល់ចំណេះដឹងដល់កូនជំរុញកូនឲ្យចូលរៀននិងទំនុកបម្រុងការសិក្សារបស់កូននិងដើម្បីបង្ហាញឬចែករំលែកនៅបទពិសោធន៍ល្អៗក្នុងការចិញ្ចឹមកូនដល់ឪពុកម្ដាយដទៃទៀតលើសពីនេះទៅទៀតពិធីនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់កូនបានថ្លែងពីការដឹងគុណចំពោះឪពុកម្ដាយព្រមទាំងចែករំលែកពីបទពិសោធន៍ល្អៗរបស់កូនក្នុងការរស់នៅនិងការសិក្សារៀនសូត្រដល់យុវសិស្សដទៃទៀតជាមួយគ្នានេះលោកធួនសារិតបានឲ្យដឹងផងដែរថាទិវានេះពិតជាមានអត្ថន័យនិងខ្លឹមសារល្អៗដែលជាថ្នាលសារព្រោះឲ្យឪពុកម្ដាយនិងកូនផ្សារភ្ជាប់គ្នាឲ្យកាន់តែស្អិតរមួននិងជាពេលវេលាដ៏ល្អបំផុតសម្រាប់បុត្រធីតាគ្រប់រូបក្នុងការរំលឹកនៅទឹកចិត្តគោរពស្រឡាញ់ចំពោះឪពុកម្ដាយព្រោះថាគ្មាននរណាម្នាក់ស្រឡាញ់យើងជាងឪពុកម្ដាយយើងនោះទេហើយលោកក៏បានជំរុញទៅដល់ឪពុកម្ដាយទាំងអស់ត្រូវផ្ដល់សិទ្ធិទៅដល់កូនក្នុងការទទួលបាននូវអាហារសម្លៀកបំពាក់ការសិក្សានិងសតិអារម្មណ៍ផ្លូវចិត្តជាពិសេសសូមកុំបង្ខំឲ្យកូនរៀបការទាំងនៅវ័យក្មេងបន្ថែមពីនេះលោកក៏បានជំរុញទៅដល់កូនទាំងអស់ត្រូវធ្វើជាកូនល្អសិស្សល្អមិត្តល្អនិងប្រជាពលរដ្ឋល្អជាទីបញ្ចប់លោកព្រឹបរនក្រុមប្រឹក្សាឃុំស្រយ៉ង់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអត្រាកម្ពុជាជាពិសេសម្ចាស់ជំនួយដែលបាននាំយកគម្រោងដ៏មានអត្ថន័យនេះមកអនុវត្តនៅក្នុងមូលដ្ឋានទន្ទឹមនឹងនោះលោកក៏បានកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរអប់រំខេត្តគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូព្រមទាំងមេដាបៃតាទាំងអស់ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការជំរុញនិងគាំទ្រដល់ការអប់រំនិងការបណ្ដុះបណ្ដាលផ្នែកសីលធម៌គុណធម៌ដល់យុវសិស្សដែលជាទំពាំងស្នងឫស្សីរបស់ជាតិគូរំលឹកថាទិវារំលឹកគុណលោកឪពុកអ្នកម្ដាយដ៏មានអត្ថន័យនេះត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិសកលកាណាដានិងអង្គការអត្រាកាណាដា